មុនខ្ញុំបានឲ្យគ្រូអានេះគាត់ធ្វើការទប់ទឹកហើមនៅក្នុងទឹកនៅមួយកន្លែងនេះឃើញថាគាត់ទប់បានយូរខ្លាំងមែនតើហើយឃើញថាមានអ្នកចូលចិត្តវីដេអូនេះច្រើនឥឡូវខ្ញុំនឹងធ្វើវីដេអូមួយទៀត challenge ថ្មីមួយនៅគ្រូអានេះតែម្ដងបាទឥឡូវទៅជួបគាត់ទាំងអស់គ្នាថាមើលខ្ញុំមាន challenge អីឲ្យគាត់ធ្វើទៀតវិញវិធីនេះមួយដែរអត់អូខេអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំចង់ឲ្យលោកគ្រូធ្វើការទប់ដង្ហើមដូចគ្នាក៏ប៉ុន្តែអត់នៅមួយកន្លែងទេឬចង់ឲ្យលោកគ្រូទប់ដង្ហើមឲ្យលោកគ្រូហែលទៅដល់ខាងនោះត្រឡប់មកវិញពីកន្លែងហ្នឹងទៅដល់នោះហើយត្រឡប់មកវិញហើយបានមួយជុំត្រឡប់ទៅវិញហើយត្រឡប់មកវិញធ្វើម៉េចឲ្យបានពីរជុំមកដល់កន្លែងនេះហូបនៅកន្លែងនេះអូខេបាទគេថាអាចធ្វើបានអត់ហើយអាចធ្វើមកសាក់មើលតែលោកគ្រូដែរធ្វើបែបហ្នឹងទីមុនមកធ្វើបានមួយជុំធ្វើបានមួយជុំអូខេអញ្ចឹងអ្នកទាំងនេះអាចតាមដានទស្សនាវីដេអូនេះបន្តទៀតថាមើលគាត់អាចធ្វើបានឬមួយក៏អត់អូខេដល់គ្រូនេះត្រៀមយកទៅខាងមកហើយចាប់ប្លង់នៅក្នុងទឹកគាត់ហេហើយមើលគ្រូពីរជុំលោកគ្រូធ្វើបានអត់អូខេតាត្រៀមគ្រូមួយពីរបីចាប់ដើមបានទៅជុំហើយលោកគ្រូត្រឡប់មកវិញស៊ូលោកគ្រូទៀតចិត្តបានសម្រេចអីលោកគ្រូបន្តទៀតវ៉ាវខ្លាំងមែនតើលោកគ្រូខ្ញុំអ្នកតាមដេកថតអូខេតោះលោកគ្រូមិនដែរសុបាយលេងអត់មានអារម្មណ៍ទៅពិបាក់ជាងឲ្យទប់ដង្ហើមមកកន្លែងអូខេតោះឥឡូវខ្ញុំសូមសួរលោកគ្រូបន្តិចពាក់ព័ន្ធជាមួយនឹងស្វាយផ្លុំទឹកទៅណាហត់ហើយអូខេឥឡូវខ្ញុំចង់សួរគាត់បន្តិចពាក់ព័ន្ធជាមួយនឹងការហែលទប់ដង្ហើមនិងទប់ដង្ហើមនៅមួយកន្លែងតើខុសគ្នាបែបណាឥឡូវចាំសួរលោកគ្រូនេះអាចចែកចម្លែកតិចបានទេលោកគ្រូខុសគ្នារៀងខុសគ្នាតែថាពេលយើងទប់ដង្ហើមនៅមួយកន្លែងយើងផ្ដោតទៅលើការទប់ដង្ហើមបានល្អជាងនៅពេលយើងចាប់តាមបោកហែលអញ្ចឹងយើងធ្វើចលនាផងជាងយើងអត់ស្គាល់ផ្ដោតទៅលើដង្ហើមបានច្រើនទេ